បាទបងប្អូនទាំងអស់គ្នានៅមុននេះបន្តិចសហរដ្ឋអាមេរិកបានធ្វើការចល័តនៅយន្តហោះ B2 Spirit ទៅកាន់មហាសមុទ្រឥណ្ឌាបាទដើម្បីត្រៀមធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់បើសិនជាអ៊ីរ៉ង់មិនព្រមចរចាជាមួយនឹងសហរដ្ឋអាមេរិកអំពីបញ្ហាថាមពលនុយក្លេអ៊ែរបាទដែលជាបញ្ហានេះយូរឆ្នាំហើយច្រើនអាណត្តិមកហើយដែររបស់សហរដ្ឋអាមេរិកដែលដោះស្រាយមិនចេញជាមួយនឹងអ៊ីរ៉ង់បាទអញ្ចឹងបងប្អូនដឹងហើយថាសហរដ្ឋអាមេរិកមានអាវុធយុទ្ធសាស្ត្រមួយនេះគឺខ្លាំងមែនទែនគឺ B2 Spirit នេះអាចហោះទៅដល់11000គីឡូដោយមិនចាំបាច់ចាក់សាំងអញ្ចឹងពីមូលដ្ឋានទ័ពនៅសមុទ្រឥណ្ឌាទៅកាន់ប្រទេសអ៊ីរ៉ង់ត្រឹមតែ5000គីឡូទៅទេហើយនឹង5000គីឡូជាងមកមូលដ្ឋានវិញអញ្ចឹងសម្រាប់ប៉ុណ្ណេះគឺស៊ីផុយសម្រាប់យន្តហោះ B2 Spirit នេះបាទអញ្ចឹងយើងចាំមើលថាតើសហរដ្ឋអាមេរិកនឹងចល័តទ័ពក៏ដូចជាកងទ័ពជើងទឹកណាផ្សេងទៀតទៅតំបន់នោះហើយយើងចាំមើលថាតើអ៊ីរ៉ង់នឹងត្រឡប់មកតុចរចាវិញដែរឬទេបាទអរគុណ